ព្រំដែនកំពុងក្តៅថៃបិទច្រកព្រំដែនបណ្ដោះអាសន្នក្រោយកម្ពុជាបន្តប្តឹងករណីចំនួនទៅតុលាការ ICJ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានឲ្យដឹងថាច្រកតំបន់និងច្រករបៀងរវាងព្រំដែនកម្ពុជាថៃនឹងត្រូវបានបិទជាបណ្ដោះអាសន្នឯកតរភាគីចាប់ពីថ្ងៃទី7 ខែមិថុនាឆ្នាំ 2025 នេះតទៅការបិទនេះធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា4ចំណុចគឺតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់ទូចប្រាសាទតាក្របីនិងតំបន់មុំបីនៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន JBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14 ខែមិថុនាឆ្នាំ 2025 ខាងមុខនេះដោយទាមទារឲ្យថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJស្ថានអគ្គកុងស៊ុលកម្ពុជាបញ្ជាក់ថាច្រកតំបន់ច្រករបៀងនៅតាមបណ្ដាញខេត្តនានាជួបព្រំដែនថៃកម្ពុជាក៏នឹងត្រូវបានបិទជាបន្តបន្ទាប់ផងដែរសូមជម្រាបថាកាលពីរសៀលថ្ងៃទី5 ខែមិថុនាឆ្នាំ 2025 ប្រមុខការពារជាតិកម្ពុជាថៃបានជួបពិភាក្សាអំពីភាពតានតឹងតាមព្រំដែនដែលបានប្រព្រឹត្តទៅនៅស្រុកអរញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃផងដែរ